សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែឈរនៅក្នុង showroom នៃ Akia J Tower 3 ហើយបន្ទប់ដែលខ្ញុំកំពុងតែឈរនៅនេះគឺជាប្រភេទបន្ទប់ 3 bedroom ដែលមានទំហំ 166 ម៉ែត្រការ៉េបន្ទប់នេះមានបន្ទប់ទទួលភ្ញៀវធំទូលាយខ្លាំងមែនទែនដែលស័ក្តិសមសម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារហើយផ្នែកខាងនេះវិញគឺជាចក្រានបាយបងសម្រាប់ចក្រានបាយវិញគឺគេបំពាក់មកជាមួយនឹងទូចក្រាននៅក្រោមនិងគ្រឿងបរិក្ខារទំនើបផ្សេងៗនិងមកជាមួយនឹងmini bar មួយនេះផងដែរឥឡូវនេះយើងចូលទៅមើលបន្ទប់គេងទី3ជាមុនសិនសម្រាប់បន្ទប់គេងទី3នេះគឺមានទំហំល្មមបងហើយនឹងមានមកជាមួយនឹងវេរ៉ូណាផ្ទាល់ខ្លួនមួយឥឡូវនេះយើងចូលទៅមើលបន្ទប់គេងទី2វិញម្ដងសម្រាប់បន្ទប់គេងទី2នេះលក្ខណៈពិសេសរបស់វាគឺមាន view 2ទិសបងឥឡូវយើងចេញទៅមើលបន្ទប់គេង master bedroom ដែលយើងហៅថាជាបន្ទប់គេងមេគ្រួសារបន្តទៀតសម្រាប់បន្ទប់គេង master bedroom នេះគឺមានទំហំធំបងអាច decor ដាក់ជាតុធ្វើការឬក៏សាឡុងអង្គុយផ្សេងៗបាននឹងមានមកជាមួយនឹងបន្ទប់ទឹកផ្ទាល់ខ្លួនសម្រាប់បន្ទប់ទឹកផ្ទាល់ខ្លួនរបស់ master bedroom នេះគឺមានទំហំធំខ្លាំងបងនឹងមានមកជាមួយនឹង bathtub ផងដែរឥឡូវនេះយើងចេញទៅមើលបន្ទប់ទឹកទី2សម្រាប់បន្ទប់ទឹកទី2នេះគឺគេបែងចែកជា2ផ្នែកបងផ្នែកខាងនេះសម្រាប់ភ្ញៀវប្រើប្រាស់ហើយផ្នែកខាងនេះសម្រាប់សមាជិកគ្រួសារដែលស្នាក់នៅក្នុងបន្ទប់គេងទី2និងបន្ទប់គេងទី3ប្រើប្រាស់និងគេទុកប្រឡោះមួយបងអាចដាក់ជាម៉ាស៊ីនបោកអាវនិងម៉ាស៊ីនសម្ងួតបានហើយផ្នែកខាងនេះវិញបងអាច decor ដូចគេចេះក៏បានដាក់សម្រាប់ជាទូដាក់ស្បែកជើងអញ្ចឹងបន្ទប់ហ្នឹងគឺអស់តែប៉ុណ្ណឹងទៅជាបងចាប់អារម្មណ៍ចង់នឹងព័ត៌មានថែមឬក៏ចង់មកមើល showroom ផ្ទាល់បងអាចទៅមកខ្ញុំបានតាមរយៈលេខទូរស័ព្ទខាងលើ